ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូបង្ហាញអំពីការរៀនកាត់សាច់តែមុននឹងឈានដល់ការកាត់សាច់គឺយើងត្រូវចេះកាត់នៅលើផ្លែក្រូចជាមុនសិនណាហើយមុននឹងយើងកាត់នៅលើផ្លែក្រូចបានគឺយើងត្រូវការចេះកន្លោះកត្រៃសិនបងប្អូនអាចមានកត្រៃមួយក្រូចមួយយកមកទុកសកួរបានបន្ទាប់មកគឺយើងរៀនកាន់កត្រៃណាកត្រៃមុននឹងយើងកាត់គឺយើងត្រូវការកាន់ឲ្យវាត្រឹមត្រូវសិនរៀនកន្លោះវាឲ្យត្រឹមត្រូវណាដៃកូនយើងដាក់ខាងក្នុងហើយដៃនាងនិងដៃកណ្ដាលគឺយើងដាក់ខាងក្រៅសម្រាប់ដៃនេះគឺយើងទុកណាបន្ទាប់មកគឺយើងរៀនកន្លោះវាឲ្យថ្នឹកដៃមកអាចនឹងប្រើរយៈពេលរៀនយូរបន្តិចមុនដំបូងបងប្អូនអាចនឹងរៀនតឹងដៃប៉ុន្តែបើសិនជាយើងរៀនកន្លោះយូរទៅវានឹងធូរឯងហើយបន្ទាប់ពីយើងរៀនកន្លោះដៃបានត្រឹមត្រូវហើយបានស្រួលហើយយើងចាប់ផ្ដើមរៀនកាត់សាច់ក្រូចណាយើងរៀនកាត់នឹងសាច់ក្រូចសិនព្រោះយើងអាចទៅកាត់ជាមួយសាច់ដៃគេផ្ទាល់ទេណាវាអាចឈាមអញ្ចឹងសាច់ក្រូចផ្លែក្រូចគឺវាមានសម្បកវាដូចស្បែកយើងអញ្ចឹងយើងយកអាសម្បកខាងក្រៅនេះធ្វើដូចជាស្បែករបស់យើងអញ្ចឹងហើយបន្ទាប់មកគឺយើងរៀនកាត់នឹងសាច់ក្រូចហ្នឹងណាបន្ទាប់មកពេលដែលយើងកាត់គឺយើងយកចុងកត្រៃមកច្បិចណាអត់ឲ្យយកគល់ចាប់ចេះណាអត់កាន់ពេញចេះទេគឺយើងចាប់ចុងកត្រៃច្បិចសាច់ស្បែកសម្បកក្រូចហ្នឹងតិចមកចាប់វាណាចាប់ចុងកត្រៃកន្លោះដេញវាតិចមកដេញមកជារង្វង់តាមសម្បកក្រូចហ្នឹងមកបងប្អូនពេលដែលយើងរៀនកាត់សាច់ក្រូចហ្នឹងគឺយើងត្រូវគិតថាសាច់ក្រូចហ្នឹងវាដូចនឹងស្បែកដៃយើងអញ្ចឹងហើយយើងព្យាយាមកាត់មិនកាត់ឲ្យស្មើព្រោះថាបើសិនជាពេលដែលយើងកាត់សាច់ក្រូចបានស្អាតគឺយើងអាចទៅកាត់លើដៃភ្ញៀវឬមួយក៏សាកល្បងកាត់លើដៃផ្ទាល់បានហើយណាតែបងប្អូនត្រូវព្យាយាមដែរណាព្រោះថាដំបងអាចនឹងឈឺដៃបើសិនជាឈឺដៃបងប្អូនអាចឈប់សិនបានសម្រាប់សិនបានព្រោះហើយយើងរៀនរហូតបងប្អូនអាចកាត់សាច់ក្រូចប្រហែលជា1ផ្លែ2ផ្លែតាមអ្នកដែលគាត់ឆាប់ចាប់បានណារហូតដល់យើងចាប់កាត់សាច់ក្រូចហ្នឹងរហូតឲ្យវាបានស្មើបងប្អូនមកខ្ញុំកាត់ណាយើងកាន់ចឹងរហូតមកបងប្អូនបើសិនជាបងប្អូនរៀនកាត់ត្រឹមតាអស់1ផ្លែ2ផ្លែគឺនឹងចេះហើយសម្រាប់បងប្អូនដែលចង់ចេះផ្នែកកញ្ចក់គឺដំបូងបំផុតគឺយើងត្រូវរៀនកាត់ក្រូចនឹងឯងបងប្អូនទោះបងប្អូនទៅរៀននៅសាលាក៏គេបរៀនឲ្យកាត់ក្រូចនឹងដែរអញ្ចឹងហើយបើសិនជាអ្នកដែលគាត់នៅឆ្ងាយដាច់ស្រយាលគាត់អាចទៅរៀនបានឬមួយក៏ខ្វះខាតថវិកាអីគឺគាត់អាចរៀននៅក្នុងវីដេអូនេះបានហើយសារៈមួយទៀតគឺសម្រាប់អ្នកដែលគាត់អត់ទាន់ច្បាស់របៀបថាគាត់ស្រឡាញ់ផ្នែកកញ្ចក់ប៉ុន្តែគាត់អត់ដឹងថាគាត់ធ្វើបានអត់ពីព្រោះភាគច្រើនណាធ្លាប់មានហើយអ្នកដែលគាត់ស្រឡាញ់ផ្នែកកញ្ចក់ហ្នឹងប៉ុន្តែជាក់ស្ដែងពេលដែលបងលុយរៀនចូលរៀនគឺគាត់អាចធ្វើបានគាត់ចោទបានអញ្ចឹងហើយវាខាតលុយពេលដែលយើងបងអញ្ចឹងយើងអាចស្វែងរកខ្លួនឯងថាយើងច្បាស់ជាចង់រៀនផ្នែកហ្នឹងមែនអត់យើងអាចចាប់ខាងហ្នឹងបានអត់អញ្ចឹងហើយបងប្អូនអាចរៀនតាមវីដេអូបានសម្រាប់វីដេអូហ្នឹងគឺខ្ញុំនឹងបង្រៀនបងប្អូនគ្រាន់តែជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយទៅបងប្អូននឹងបានឃើញវីដេអូដែលខ្ញុំបង្រៀនបន្តបន្ទាប់ព្រោះថាខ្ញុំនឹងធ្វើវីដេអូបង្រៀនដូចបងប្អូនទៅរៀននៅសាលាអញ្ចឹងគឺខ្ញុំអត់មានលាក់បាំងលាក់លៀមនេះទេគឺខ្ញុំនឹងបង្រៀនឲ្យអស់ណាបងប្អូនឃើញខ្ញុំកាត់សាច់ក្រូចទេបងប្អូនព្យាយាមកាត់ទៅកាត់ស្អាតមិនស្អាតក៏ហីទៅណាព្យាយាមកាត់រហូតកាត់ឲ្យទាល់តែថ្នឹកដៃពេលដែលបងប្អូនថ្នឹកដៃហើយអស់ក្រូចប្រហែលជាមួយ2ហើយថ្នឹកដៃហើយបងប្អូនអាចចាប់ដៃគ្នាយើងរៀនកាត់លើដៃបើសិនជាអាចបងប្អូនអាចកាត់ដៃកន្លែងក៏បានបងប្អូនមើលឃើញទេចុងកត្រៃខ្ញុំដាក់ឲ្យចិត្តចុងកត្រៃចាប់ច្បិចដៃយើងដៃច្អល់ទប់សាច់ក្រូចដូចយើងទប់សាច់ភ្ញៀវអញ្ចឹងច្បិចឲ្យទាញមកកាត់ឃើញទេគឺកត្រៃគឺខ្ញុំអត់លើកចេញទេគឺខ្ញុំដាក់នឹងចិត្តសាច់ក្រូចនឹងជាប់រហូតហ្មងគឺអត់លើកចេញទេអញ្ចឹងគឺដូចយើងកាត់សាច់ភ្ញៀវគឺស្មើអញ្ចឹងអត់ឲ្យកឆេកឆបងប្អូនធ្វើអញ្ចឹងរហូតណាឃើញទេបងប្អូនយើងកាត់ត្រូវយកដៃចាប់
chẳng video này đến cắt rồi mình tập bên năng bà xin chỉ bông ôn miền chỉ ngỏ ấy ai comment xua nơi trong video đi ban á nhưng mình slide to bà xin chỉ ai comment là để nhôm mà ai slide to không comment bán nhưng mình thua video là hayสำหรับวิดีโอนั้นคือมีแต่เป็นหนึ่งที่จงกล้าย้ำส้มปลอกำลังจัดไอ้บองปลอกได้กอดจังเรียนสลอนถ่ายกับจ้อจังเจ๊คือส้มเมตาชียิ้มจะตกด่านในการเรียนติดเต้บองปลอกไอ้ยังเจ๊ให้คุณเพลย์ช่วย subscribe ช่อง YouTube ยมมุ้ยดับใบตัวบ้านวิดีโอบางเรียนทำไมต่อยมนั่งเรียนไม่เรียนต่อเพี้ยนแล้วโหดไอ้บองปลอกเจ๊ทางถ่ายกับจ้อไอ้เฟอร์บานจังวิดีโอนั้นมีแต่เป็นหนึ่งเอาคน